តើបុណ្យស្ថិតនៅក្នុងចិត្តដូចម្តេចវគ្គ4កាលនៅក្នុងវគ្គ3យើងបានដឹងច្បាស់ខ្លះៗហើយនៅចិត្តស្ថិតនៅត្រង់ណាហើយខ្ញុំបានធៀបតែជាមួយការយល់ឃើញរបស់មនុស្សសម័យបុរាណទៅនឹងទស្សនៈកម្មផលប៉ុណ្ណោះខ្ញុំមិនបានធៀបជាមួយទស្សនៈវិទ្យាសាស្ត្រនោះទេពីព្រោះខ្ញុំគិតថាវាមានលក្ខណៈស្រដៀងគ្នាបន្តិចដែរហេតុផលដែលខ្ញុំគិតថាស្រដៀងគ្នាទៅនឹងទស្សនៈកម្មផលពីព្រោះនៅក្នុងក្បាលមាន5ទីអាស្រ័យរបស់ចិត្តវាលែងតែហត្ថយវត្ថុមួយប៉ុណ្ណោះដែលមិននៅក្នុងក្បាលឥឡូវយើងនាំគ្នាស្វែងយល់បន្តអំពីតើចិត្តដឹងនៅអារម្មណ៍ដោយវិធីដូចម្តេចពាក្យថាអារម្មណ៍នៅក្នុងទស្សនកម្មផលមានន័យថាគ្រឿងតោងរបស់ចិត្តឬគ្រឿងស្រោបទាញរបស់ចិត្តមាន6ប្រភេទគឺរូបារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរូបឃើញតាមភ្នែក2សត្ទារម្មណ៍គ្រឿងតោងរបស់ចិត្តគឺសំឡេងឮតាមត្រចៀក3គន្ធារម្មណ៍គ្រឿងតោងរបស់ចិត្តគឺក្លិនតាមច្រមុះ4រសារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរសជាតិអាហារតាមអណ្ដាត5ផោតថព្វារម្មណ៍គ្រឿងតោងរបស់ចិត្តគឺអ្វីប៉ះពាល់តាមសារពាង្គកាយ6ធម្មារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរឿងរ៉ាវទាំងពួងតាមហត្ថយៈយើងបានដឹងទាំងអស់គ្នាហើយនៅទីអាស្រ័យទាំង6របស់ចិត្តដូច្នេះចិត្តឬចក្ខុវិញ្ញាណឃើញរូបដឹងរូបារម្មណ៍នៅពេលដែល1មានភ្នែកចក្ខុប្រសាទនៅល្អ2មានរូបារម្មណ៍នៅក្នុងគន្លងភ្នែក3មានពន្លឺច្បាស់ល្អ4មានមនសិការៈការយកចិត្តទុកដាក់មើលបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬចក្ខុវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬមើលឃើញអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬសោតវិញ្ញាណឬសំឡេងដឹងសត្យារម្មណ៍នៅពេលដែល1មានត្រចៀកសោតប្រសាទនៅល្អ2មានសំឡេងសត្យារម្មណ៍កើតឡើង3មានអាកាសចន្លោះឬប្រហោងដែលអាចឲ្យរលកសំឡេងប៉ះក្រដាស់ត្រចៀកបាន4មានមនសិការៈការយកចិត្តទុកដាក់ស្ដាប់បើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬសោតវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬស្ដាប់ឮអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬឃានវិញ្ញាណធំក្លិនដឹងគន្ធារម្មណ៍នៅពេលដែល1មានច្រមុះឃានអ្នកប្រសាទនៅល្អគឺមិនស្ទះដោយសម្បោរឬដោយសារសាច់ច្រមុះដុះឬដោយសារមានជំងឺ2មានក្លិនគន្ធារម្មណ៍ភាយឬជះក្លិនមកប៉ះ3មានវាយោខ្យល់បក់មកប៉ះ4មានមនសិការៈការយកចិត្តទុកដាក់ស្រូបក្លិនបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬឃានវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬធំក្លិនអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬជីវហាវិញ្ញាណដឹងរសជាតិដឹងរក្សាអារម្មណ៍នៅពេលដែល1មានអណ្ដាតជីវហាប្រសាទនៅល្អគឺមិនរលាកនិងមិនមានជំងឺ2មានរសជាតិអាហាររក្សាអារម្មណ៍ប៉ះអណ្ដាត3មានអបោទឹកដើម្បីផ្សើមអាហារជ្រាបលើអណ្ដាត4មានមនសិការៈការយកចិត្តទុកដាក់ស្រូបរសជាតិអាហារបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬជីវហាវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងរសជាតិអាហារអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬកាយវិញ្ញាណដឹងការប៉ះពាល់ដឹងផោតថព្វារម្មណ៍នៅពេលដែល1មានកាយ
កាយប្រសាទនៅល្អគឺមិនមានជំងឺ2មានការប៉ះពាល់វត្ថុផោតថព្យារម្មណ៍លើកាយ3មានបឋវីរឹងទន់ស្រួចទាលប៉ះត្រូវកាយ4មានមនសិការៈការយកចិត្តទុកដាក់លើវត្ថុប៉ះកាយបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬកាយវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងការប៉ះពាល់វត្ថុអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬមโนវិញ្ញាណដឹងរឿងរ៉ាវដឹងធម្មអារម្មណ៍នៅពេលដែល1មានចិត្តមโน2មានធម្មអារម្មណ៍រឿងរ៉ាវផ្សេង3មានហត្ថយវត្ថុបេះដូង4មានមនសិការៈការយកចិត្តទុកដាក់លើធម្មអារម្មណ៍ផ្សេងបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬមโนវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងធម្មអារម្មណ៍រឿងរ៉ាវផ្សេងអ្វីមួយបានច្បាស់លាស់នោះទេយើងបានស្វែងយល់អំពីពាក្យបុណ្យនិងចិត្តរួចរាល់ហើយដូច្នេះយើងអាចចាប់ផ្ដើមស្វែងយល់អំពីតើបុណ្យស្ថិតនៅក្នុងចិត្តដូចម្តេចពីវគ្គ5រៀងទៅសូមរងចាំវគ្គ5បន្តសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល